ការពិតអំពីក្មេងទស្សវត្ស90តាមាញ់រងមាំនិងរីករាយជាងក្មេងកើតក្នុងចំនួនក្រោយយើងជាមនុស្សចំនួនក្រោយដែលទទួលបានបទពិសោធន៍រស់នៅវ័យកុមារភាពដោយគ្មានប្រព័ន្ធផ្សព្វផ្សាយសង្គមអ្វីក៏ដោយដែលមាននៅលើទូរទស្សន៍ឬឧបករណ៍ចាក់ឌីមិនមានជំរឿសឲ្យយើងមើលតាមតែចិត្តចង់ទេផ្ទុយទៅវិញការស្រមើស្រមៃរបស់យើងបានដើរទៅមុខយើងនឹងប្រែក្លាយអ្វីៗច្រើនទៅជាល្បែងលេងកម្សាន្តដោយបង្ហាញថាយើងមិនត្រូវការបច្ចេកវិទ្យាទំនើបដើម្បីភាពរីករាយនោះទេថ្ងៃឈប់សម្រាករបស់យើងត្រូវបានចំណាយនៅខាងក្រៅផ្ទះចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិចបើម៉ាក់របស់យើងត្រូវការយើងគាត់ស្រែកចេញពីក្នុងផ្ទះដោយមិនមែនចាំបាច់ផ្ញើសារឬខលមកយើងទេចង់មានគ្នាលេងយើងគ្រាន់តែគូសទ្វារផ្ទះមិត្តភ័ក្តិរបស់យើងហើយរងចាំមើលថាតើពួកគេនៅផ្ទះឬក៏អត់ហើយបើនិយាយពីបញ្ហាផ្លូវចិត្តវិញយើងមិនទាំងដែលឮពាក្យទាំងនោះផងយើងគ្រាន់តែត្រូវបានប្រាប់ឲ្យជំនះឧបសគ្គទាំងនោះហើយលេងសើចសប្បាយជីវិតគឺការឲ្យតម្លៃលើរឿងតូចតាចគ្មានសម្ពាធត្រូវខ្វល់ខ្វាយលើរូបភាពទេរូបភាពរបស់យើងព្រិលតែជាសកម្មភាពប៉ិតឥតសម្ដែងសរុបមកក្មេងទស្សវត្សឆ្នាំ90យើងមិនល្អឥតខ្ចោះទេប៉ុន្តែយើងដឹងពីរបៀបសប្បាយដោយគ្មានអ៊ីនធឺណិតនិងពេញចិត្តចំពោះរឿងតូចតាចដែលយើងបានធ្វើ